รถยนต์ Ford Territory จำนวนថ្មីមានបំពាក់ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គឬអ្នកថ្មើរជើងឆ្លងកាត់និងប្រព័ន្ធចាប់ហ្វ្រាំបន្ទាន់ដោយស្វ័យប្រវត្តិដែលពាក្យបច្ចេកទេសហៅថា Forward Collision Warning with Autonomous Emergency Braking ប្រព័ន្ធនេះនឹងផ្ដល់ដំណឹងឲ្យអ្នកដឹងនៅពេលដែលមានឧបសគ្គឬអ្នកថ្មើរជើងឆ្លងកាត់ខាងមុខរថយន្តរបស់អ្នកក្នុងករណីដែលបាបោមិនបានឆ្លើយតបឬជាន់ហ្វ្រាំងទាន់ពេលនោះប្រព័ន្ធនេះនឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិតែម្ដងសូមចុចមេនុយ Home នៅលើអេក្រង់កំសាន្ត Touch Screen ផ្នែកកណ្ដាលរួចចុចលើពាក្យ Vehicle Settings រួចចុចយកពាក្យ Vehicle Safety ស្ថិតនៅក្រោម Setting FCW លោកអ្នកអាចកំណត់បិទដំណើរការមុខងារនេះដែលបង្ហាញឲ្យឃើញពណ៌ខ្មៅឬបើកដំណើរការវិញដែលបង្ហាញឲ្យឃើញពណ៌ខៀវលោកអ្នកក៏អាចជ្រើសរើសកម្រិតឆ្លើយតបនៃដំណើរការមុខងារ Forward Collision Warning បានផងដែរដោយស្ថិតនៅក្រោម Setting FCW Sensitivity Settings លោកអ្នកអាចជ្រើសរើស High សម្រាប់ការឆ្លើយតបក្នុងកម្រិតខ្ពស់បំផុត Medium សម្រាប់ការឆ្លើយតបក្នុងកម្រិតមធ្យម Low សម្រាប់ការឆ្លើយតបក្នុងកម្រិតទាបបំផុតលោកអ្នកក៏អាចបិទឬដំណើរការមុខងារប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិដែលស្ថិតនៅក្រោម Setting AEB ដោយគ្រាន់តែចុចបិទដែលបង្ហាញឲ្យឃើញពណ៌ខ្មៅឬបើកដំណើរការវិញដែលបង្ហាញឲ្យឃើញពណ៌ខៀវ